ចាសម្រាប់ព័ត៌មានជាបន្តចាគឺតាក់ទងទៅនឹង Cell Card ឈ្នះពីនឹងរង្វាន់ជាបណ្ដាញសេវាអ៊ីនធឺណិតល្បឿនជាងគេបំផុតនៅកម្ពុជា Ookla Sport Test Award បន្ទាប់ពីទទួលបានតំណែងជាក្រុមហ៊ុនទូរគមនាគមន៍ជាទីទុកចិត្តបំផុតនៅកម្ពុជានៅក្នុងសន្និសីទ IDG 4G នាពេលថ្មីៗនេះ Cell Card បានប្រកាសពីការឈ្នះរង្វាន់ Ookla Speed Test Award របស់ខ្លួនដែលជាពានរង្វាន់បណ្ដាញសេវាអ៊ីនធឺណិតល្បឿនលឿនជាងគេបំផុតនៅកម្ពុជា Ookla គឺជាស្ថាប័នពិភពលោកឈានមុខគេទៅលើការតេស្តល្បឿនអ៊ីនធឺណិតដែលរៀបចំធ្វើការតេស្តប្រចាំឆ្នាំទៅលើបណ្ដាញសេវារបស់ក្រុមហ៊ុនប្រតិបត្តិការចាទូរគមនាគមន៍ទូទាំងពិភពលោក Cell Card បានក្លាយជាបណ្ដាញសេវាអ៊ីនធឺណិតល្បឿនលឿនបំផុតនៅក្នុងការធ្វើតេស្តល្បឿនអ៊ីនធឺណិតចាប់ពីខែមករាដល់ខែមិថុនាឆ្នាំ 2017 ដោយល្បឿនអ៊ីនធឺណិតជាមធ្យម 13.81 Mbps សមិទ្ធផលនេះគឺដោយសារតែការប្រឹងប្រែងនៅក្នុងការកែលម្អគុណភាពសេវារបស់ក្រុមហ៊ុនដោយបង្កើនចំនួនទីតាំងអង់តែន 4G ពី 200 អង់តែននៅក្នុងឆ្នាំ 2016 កើនរហូតដល់ 2000 អង់តែននាពេលបច្ចុប្បន្ននិងគ្រោងបង្កើនរហូតដល់ 3000 អង់តែននៅក្នុងដំណាច់ឆ្នាំនេះ បណ្ដាញសេវានេះអាចត្រៀមលក្ខណៈរួចជាស្រេចសម្រាប់ការសាកល្បងសេវា 5G នៅដើមខែធ្នូនេះ លោកអៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុន Cell Card បានមានប្រសាសន៍ថាការឈ្នះពានរង្វាន់ Ookla ជាការឆ្លុះបញ្ចាំងកាន់តែច្បាស់អំពីការបដិញ្ញាចិត្តរបស់យើងចាចំពោះអតិថិជននៅក្នុងការផ្ដល់នូវបទពិសោធន៍អ៊ីនធឺណិតល្អបំផុតហើយក៏ជាកិត្តិយសបំផុតសម្រាប់បេសកកម្មរបស់យើងនៅក្នុងការផ្ដល់នូវសេវាអ៊ីនធឺណិតនៅក្នុងតម្លៃសមរម្យបំផុតទៅដល់ប្រជាជនកម្ពុជា លោកបានបន្តទៀតថាយើងបានប្រកាសនៅក្នុងខែមករាថាយើងចង់កសាងបណ្ដាញសេវាអ៊ីនធឺណិតល្បឿនលឿនបំផុតនិងវិសាលភាពគ្របដណ្ដប់ទូធំបំផុតនៅទូទាំងកម្ពុជាហើយពានរង្វាន់នេះក៏បានបង្ហាញយ៉ាងច្បាស់ថាយើងកំពុងតែបំពេញតាមការសន្យារបស់យើង ដើម្បីបង្ហាញពីល្បឿនសេវាអ៊ីនធឺណិតលឿនបំផុតនៅកម្ពុជា Ookla បានធ្វើការប្រៀបធៀបល្បឿនចាប់ពីអ្នកប្រើប្រាស់ទៅលើកម្មវិធីតេស្តល្បឿន Speed Test ទៅលើប្រតិបត្តិការ iOS និង Android ពីគ្រប់សេវាក្រុមហ៊ុនទូរស័ព្ទទាំងអស់នៅកម្ពុជាចាទូរទស្សនិកជនជាទីមេត្រីព័ត៌មានជាសំខាន់នៅក្នុងវគ្គទី 2 បានបញ្ចប់ទៅហើយ